បាកាហើយបរោះតែម្នាក់គត់ដែលមានជីវិតរស់ក្នុងសោកនាដកម្មធ្លាក់យន្តហោះនៅឥណ្ឌាបកស្រាយទាំងនៅលើក្រែពេទ្យថាខ្លួនមិនបានបើកទ្វារអាសន្នហក់ចេញមកទេខាងក្រោមនេះជាសម្ដីទាំងស្រុងបន្ទាប់ពីមានសតិវិញរៀបរាប់ពីហេតុការណ៍និងវិធីអាចគេចចេញពីមាត់ជ្រោះមរណៈបានទាំងកែវភ្នែកពោពេញដោយភាពភ័យឆានមិនទាន់បាត់គ្រប់យ៉ាងវាកើតឡើងចំពោះមុខខ្ញុំផ្ទាល់ហើយខ្ញុំមិនចង់ជឿទេថាអាចមានជីវិតរស់មកបានពេលនោះខ្ញុំគិតថាប្រហែលជាអាចស្លាប់បាត់ហើយប៉ុន្តែនៅពេលបើកភ្នែកឡើងគឺខ្ញុំដឹងថាតាមពិតខ្ញុំនៅរស់ទេខ្ញុំព្យាយាមដកខ្សែក្រវ៉ាត់ចេញពីកៅអីនិងគិតចេញពីកន្លែងកើតហេតុឲ្យបាននារីអូតេសនិងអ្នកដំណើរគ្រប់គ្នាដេកស្លាប់រដាបនៅនឹងមុខខ្ញុំបន្ទាប់ពីយន្តហោះហោះហើរត្រឹម1នាទីស្រាប់តែមានអារម្មណ៍ថានៅត្រឹងប្រហែល10វិនាទីខ្ញុំគិតថាបែបជាមានរឿងអីកើតឡើងហើយអំឡុងពេលហោះហើរនោះភ្លើងបៃតងនិងភ្លើងពណ៌សក៏លេចឡើងពេញនឹងខ្ញុំទទួលអារម្មណ៍ថាម៉ាស៊ីនយន្តហោះបង្កើនលើបឿនលឿនវិញហើយតែវាបែរជាទៅបុកអគារមួយទំហឹងទៅវិញនៅត្រង់កន្លែងដែលខ្ញុំអង្គុយនោះគឺវានៅផ្ទាល់ដីចំណែកផ្នែកផ្សេងគឺខ្ញុំអត់ដឹងទេគ្រាន់តែថាអ្វីដែលខ្ញុំដឹងគឺកន្លែងខ្ញុំវានៅដល់ដីបាត់ទៅហើយខ្ញុំឃើញមានវាលហូលហេវនៅខាងក្រៅយន្តហោះហើយប៉ាក់ចំទ្វារអាសន្នក៏បាក់បែកទៀតនោះខ្ញុំក៏ប្រជ្រៀតចេញមកតែម្ដងរីឯម្ខាងទៀតវិញគឺវាទល់នឹងជញ្ជាំងអគារដូច្នេះมันមាននរណាម្នាក់អាចគេចចេញមកបានឡើយរ៉ាមេសវិស្វាសកូម៉ាជាជនជាតិអង់គ្លេសដើមកំណើតឥណ្ឌាអាយុ40ឆ្នាំអង្គុយនៅកៅអី 11A ជាប់ច្រកទ្វារអាសន្នអ្នកដំណើរនឹងក្រុមការងារអាកាសចរជាតិរំលំចំនួន240នាក់ស្លាប់អស់នៅសល់តែគាត់ម្នាក់គត់ដែលនៅរួមនឹងកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យប្រភព NBC News អត្ថបទកម្ពុជាថ្មីអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាសូមកុំភ្លេចជួយចុច like និង subscribe channel ខ្ញុំផងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃ